ស្នងការនគរបាលខេត្តបាត់ដំបងចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធទៅនឹងករណីក្មេងទំនើងបង្កហិង្សាចំនួន2ផ្សេងគ្នាអស់លោកអ្នកនាងនិងប្រិមិត្តជាទីមេត្រីមុននេះបន្តិចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចេញសេចក្តីបំភ្លឺព័ត៌មានយ៉ាងដូចនោះថាក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានពិសេសបងប្អូននិយមប្រើប្រាស់បណ្ដាញសង្គមមេត្តាជ្រាបថានាយប់ថ្ងៃទី22ខែកុម្ភៈឆ្នាំ2026ឃើញមានករណីក្មេងទំនើងបង្កហិង្សាចំនួន2ករណីផ្សេងគ្នានៅក្រុងបាត់ដំបងនិងស្រុកសង្កែដែលករណីទាំងពីរនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងមជ្ឈដ្ឋានមហាជនពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមនិងបានធ្វើឲ្យបាត់បង់សន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងសង្គមលោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដាក់វិធានការភ្លាមៗដល់សមត្ថកិច្ចនគរបាលជំនាញនិងអធិការនគរបាលក្រុងស្រុកពាក់ព័ន្ធឲ្យធ្វើការស្រាវជ្រាវស៊ើបអង្កេតលើករណីទាំងពីរនេះជាបន្ទាន់ដើម្បីនាំពួកអ្នកប្រព្រឹត្តល្មើសយកទៅអនុវត្តទោសតាមផ្លូវច្បាប់ជាមួយគ្នានេះដែរបងប្អូនប្រជាពលរដ្ឋសហការផ្ដល់ព័ត៌មានមកសមត្ថកិច្ចនគរបាលក្នុងករណីមានភស្តុតាងឬតម្រុយនៃមុខសញ្ញាប្រព្រឹត្តល្មើសទាំងនេះតាមលេខទូរស័ព្ទ092935544សមត្ថកិច្ចនឹងចាត់ទុកព័ត៌មានដែលផ្ដល់មកទាំងនេះជាការសម្ងាត់ជូនដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមជ្រាបជាព័ត៌មានក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សចាអញ្ចឹងបច្ចុប្បន្ននេះផងដែរបន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីថ្នាក់លើមកក្នុងការចុះបង្ក្រាបក៏ដូចជាបោះសម្អាតក្រុមក្មេងទំនើងចាស់ទាំងរាជធានីក៏ដូចជាគ្រប់25ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាឃើញថាបងប្អូនសមត្ថកិច្ចជើងនៅតាមមូលដ្ឋានរៀងៗខ្លួនគឺកំពុងតែដុតដៃដុតជើងដើម្បីបង្ក្រាបនៅរាល់សកម្មភាពក្មេងទំនើងទាំងអស់នោះដូច្នេះហើយក៏សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើងរួមសហការជាមួយនឹងអាជ្ញាធរសមត្ថកិច្ចទាំងអស់គ្នាក្នុងករណីដែលយើងឃើញមានក្រុមក្មេងទំនើងចាអាចរាយការណ៍ជូនទៅតាមសមត្ថកិច្ចដែលគាត់បានផ្ដល់ជាលេខទូរស័ព្ទសម្រាប់តាក់ទងទៅតាមមូលដ្ឋាននីមួយៗចាឲ្យរាល់ព័ត៌មានរបស់បងប្អូនដែលជាអ្នកទូរស័ព្ទទៅកាន់សមត្ថកិច្ចនោះគឺត្រូវបានខាងសមត្ថកិច្ចរក្សាទុកជាការសម្ងាត់ចាមិនឲ្យបែកធ្លាយថាអ្នកនេះទៅប្តឹងអ្នកនោះទៅប្តឹងអីអត់ទេចាដូច្នេះហើយដើម្បីទប់ស្កាត់ជាមួយនឹងសកម្មភាពក្មេងទំនើងក៏ដូចជាបោះសម្អាតក្មេងទំនើងនៅក្នុងសហគមន៍យើងសូមបងប្អូនប្រជាពលរដ្ឋចារួមគ្នាសហការជាមួយនឹងសមត្ថកិច្ច